ព្រះអង្គមនីបាឡោជួនកក្កដាព្រះវិន័យធម៌ខត្តកែវនិងជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅបានលាចាកសិក្ខាបទនៅព្រឹកថ្ងៃទី19ខែមីនាឆ្នាំ2025នេះហើយជាណាចំពោះការលាចាកសិក្ខាបទរបស់ព្រះអង្គបានបញ្ជាក់ថាការលាចាកសិក្ខាបទនេះគឺមិនតក់កុហលពេកទេគឺដោយសារតែព្រះអង្គមិនបានជម្រាបជូនជាមុនដើម្បីកុំឲ្យមានការផុសផុលខ្យល់ខ្ចាយដើម្បីកុំឲ្យមានប្រជាពលរដ្ឋអ្នកគ្រប់គ្រងព្រះអង្គមានការព្រួយបារម្ភហើយចំពោះការរាជសិក្ខាបទរបស់ព្រះអង្គជួនកក្កដានៅព្រឹកនេះសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរជាច្រើនទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសមិនថាតែអ្នកនៅក្នុងទេអ្នកនៅក្រៅក៏សម្ដែងការសោកស្ដាយចំពោះការលាចាកសិក្ខាបទរបស់ព្រះអង្គផងដែរទន្ទឹមនឹងការសោកស្ដាយក៏ពលរដ្ឋភាគច្រើនបានជូនពរព្រះអង្គពេលដែលព្រះអង្គលាចាកសិក្ខាបទសូមឲ្យព្រះអង្គនៅតែបន្តចូលរួមជួយគ្រប់គ្រងទំនុកបំរុងទៅដល់កូននេនតូចៗក៏ដូចជាកុមារកំព្រាដែលស្នាក់នៅវត្តប្រាសាទនាងខ្មៅផងដែរទន្ទឹមនឹងការជូនពរនេះក៏សង្កេតឃើញមានពលរដ្ឋរបស់យើងមួយចំនួនក៏សម្ដែងការព្រួយបារម្ភដោយពួកគាត់ភ័យខ្លាចថាពេលដែលព្រះអង្គលាចាកសិក្ខាបទទៅកូននេនតូចៗដែលស្នាក់នៅវត្តរៀននៅវត្តប្រាសាទនាងខ្មៅក៏ដូចជាកុមារកំព្រាដែលរៀននៅវត្តប្រាសាទនាងខ្មៅនឹងមិនមានការទំនុកបំរុងបន្តតែយ៉ាងណាបើតាមសង្ឃដីការបស់ព្រះអង្គមុនពេលដែលព្រះអង្គលាចាកសិក្ខាបទព្រះអង្គក៏បានអំពាវនាវដល់អាដាមលោកជំទាវសប្បុរសធម៌សប្បុរសជនឲ្យនៅតែបន្តចូលរួមជួយឧបត្ថម្ភដល់កុមារកំព្រាក៏ដូចជាកូននេនដែលកំពុងតែសិក្សានៅវត្តប្រាសាទនាងខ្មៅផងដែរ